បន្ទាប់ពីយើងបាន down រួចរាល់ហើយជំហានបន្ទាប់គឺយើងត្រូវចូលទៅកាន់ disk PC តមកយើងជ្រើសរើសយក OSC ហើយយើង pro ហើយយើងជ្រើសរើសយក Java តមកយើងចុចលើ JDK 260 ហើយ bin ហើយយើង copy អាហ្នឹងមកតើយើង copy ហើយយើងចូលមកកាន់ប៊ូតុង search នៅកន្លែង typing here search ហើយយើងរងចាំតិចសិនកុំព្យូទ័ររៀងមានភាពរអាក់រអួលកន្លែងប៊ូតុង Y search ហ្នឹងយើងវាយអក្សរ EN មកហើយនឹងចេញបើអត់ដល់ចេញទេគឺថែម V មួយទៀតបាទតមកនេះយើងឃើញ edit the system environment ចុចលើវាមកបន្ទាប់ពីចុចលើវាហើយចាំវាមកស្ទុះគឺដើរសិនស៊ីស្ទបញ្ហាហើយយើងណាទៅនេះយើងចុចមកចុចពីដងចុះបត់មួយចោលយើងចុចលើនឹងមកហើយយើងចុចពីផាតពីផាតហើយយើងមកថែមនឹងអានេះទៀតនោះបាទយើងចុចតមកយើងគាត់ថា control V មកដើម្បីផាសចូលហើយយើងចុច OK មកហើយចុច OK ហើយ OK រួចរាល់ពេលនេះយើងបានកំណត់វារួចរាល់ដែលយើង grant គឺមិនបាច់ចាំត្រូវការឲ្យapplication netbeans យើងសួរតិចនេះយើងយកការ application netbeans មកឲ្យយើងបន្ទាប់ពី down ស្រួលយើងចុច file ហើយយើងចុច new project ហើយយើងយក Java វិញនេះយក Java application ចុចកន្លែងនេះយើងបង្កើត name project យើងមកខ្ញុំយក hello តមកhello មិនក៏មានតែ x បន្ទាប់មកយើងយក finish សម្រាប់ចាំតិចសិនអីនឹងឲ្យយើងតិចបន្ទាប់ពីបានបង្កើត project រួចហើយយើងចុចទៅលើ project ហើយយើងមកស្នាមលើ project ហើយយកពាក្យ new ហើយយក Java class ដើម្បីយើងអាចបង្កើត class នៅក្នុងហ្នឹងហើយយើងអាចសេកនៅលក្ខណៈ class របស់យើងទៅនោះទៅrồi យើងទទួលបាន class មួយតែ class របស់យើងគឺ hello ហើយយើងកូដចូល public แล้วចូល space មួយមកដើម្បីយើងអាច នេះយើងយក static void ចេញអានេះ in main របស់យើងបន្តមកយើងវាយពាក្យ sim control space ហើយយើងជ្រើសរើសយក system out ពីនេះយើងទទួលបាន print main មួយយើងរានមកក្នុងវាមកហើយយើងដាក់យើងយកពាក្យ run file បន្តមកតែដំណើរការណា
នេះបាន hello មែនអបរបស់យើងតើមកយើងចង់បន្ថែមឲ្យជាលយលក្ខណៈលយយើងវាយ J OP នោះមកហើយយើង control មួយនេះយើងរើសយកពីនោះមកតើមកយើងចុចហើយយើង save ហើយយើង control រួចមកចាំសិនហើយនឹងយកកន្លែងណាល្អណាស់ស្រេចតែយើងតែខ្ញុំរើសយក object ខាងមកបន្ទាប់ពីនោះមក array នេះយើងប្រកាសarray នេះយើងប្រកាសអីគេនោះវាយពាក្យថា do you like me តមកយើងខាត់មកនេះមកដាក់ semicolon មួយដើម្បីបិទវាហើយយើងសារ៉ាំមកមកនេះយើងចេញមកហើយស្ដាប់ do you like me ឆ្លើយយកនោះ comment វីដេអូនេះខ្ញុំបានបញ្ចប់ប៉ុណ្ណឹងសូមអរគុណសូមគោរពជម្រាបលា